នេះមានមនុស្សប្រមាណអ្នកខ្លះដែលមានអារម្មណ៍ស្ដាយក្រោយដែលឲ្យលុយគេខ្ចីជាទូទៅអ្នកទាំងអស់នេះតែឲ្យលុយគេខ្ចីហើយគឺលុយនៅលើដៃរបស់គេហើយគេសងយើងមិនសងយើងក៏យើងមិនដឹងធ្វើអីគេដែរហើយភិកច្រើននៅពេលអ្នកទាំងអស់នេះឲ្យលុយទៅគេខ្ចីហើយគឺមានអារម្មណ៍ថាយើងយប់ឡើងគេអត់សូវលក់ស្រួលទេអ្នកទាំងអស់នេះមានការព្រួយបារម្ភច្រើនខ្លាចដល់ខែគេអត់សងយើងជាការប៉ັດណាស់ពេលខ្លះគឺដល់ខែគេអត់សងយើងមែនហើយនៅពេលដែលគេអត់សងយើងម្ចាស់បំណុលជាទូទៅគឺត្រូវទៅអង្វរកូនបំណុលដើម្បីឲ្យគេសងលុយមកយើងតែក្រោយពីអង្វរពីមួយខែទៅមួយខែគេអត់សងយើងក៏មិនអាចធ្វើអីគេបានដែរហើយម្យ៉ាងវិញទៀតពេលខ្លះពេលអ្នកនរនេះត្រូវការលុយកាក់លុយរបស់យើងជាប់នៅជាមួយគេទៀតអញ្ចឹងគិតពិចារណាឡើងវិញអ្នកនរគ្នាបើថាចង់គេលក់ស្រួលកុំចង់ចំណេញការប្រាក់អីអ្នកនរគ្នាប្រហែលជាទុកលុយបានគេគួរទុកទៅព្រោះឥឡូវនេះគឺពិបាកណាស់ឲ្យគេខ្ចីមិនប្រកាសថាទទួលលុយនឹងមកវិញបានទេជួនកាលវាអាចនាំរឿងមកយើងវិញទៀតចឹងណាយ៉ាអញ្ចឹងឥឡូវអ្នកដែលគាត់ឈល់ឲ្យលុយគេខ្ចីហើយព្យាយាមទារមកវិញទៅដូចបងនិយាយចឹងតារកស៊ីរឿងឲ្យគេខ្ចីលុយភាគច្រើនរៀងពិបាកគេពេលយកបន្តិចព្រោះមានការគិតច្រើនបារម្ភក៏ច្រើនដែរ